រឿងម៉ែតាំងពីយូរលង់មកហើយមានស្ដេចមួយអង្គសោយរាជ្យនៅនគរមួយតូចព្រះអង្គជាក្សត្រមួយអង្គប្រកបដោយព្រះទ័យសប្បុរសនិងទសពិធរាជធម៌ព្រះអង្គគ្រប់គ្រងប្រទេសប្រកបដោយសុខសន្តិភាពនិងវិបុលភាពចំណែកឯព្រះមហេសីវិញក៏មានទឹកព្រះទ័យសប្បុរសណាស់ដែរតាំងពីព្រះអង្គជាក្សត្រប្រកបដោយប្រជាប្រិយភាពប្រជាពលរដ្ឋទូទៅមានការស្រឡាញ់និងគោរពព្រះអង្គយ៉ាងខ្លាំងក្លាជាអកុសលព្រះអង្គគ្មានបុត្រមួយអង្គសោះទ្រង់ព្រួយព្រះទ័យជាខ្លាំងអំពីការស្នងរាជដូចនេះហើយទើបទ្រង់សម្រេចព្រះទ័យរៀបអភិសេកមហេសីមួយទៀតមហេសីទី2បានប្រសូតបានបុត្រាមួយអង្គថ្វាយព្រះអង្គដោយបំណងព្រះបុត្រាបានទទួលការស្រឡាញ់និងថ្នាក់ថ្នមគ្មានឲ្យខ្នើសព្រះមហាក្សត្រមានអនុជមួយអង្គដែលមានងារជាឧបរាជព្រះអនុជមានព្រះទ័យមិនល្អច្រណែនឈ្នានីសនិងចង់បានអំណាចថ្ងៃមួយឧបរាជបានឡោមព័ទ្ធវាំងដើម្បីដណ្ដើមរាជ្យដោយព្រះទ័យស្រឡាញ់សន្តិភាពចង់ឲ្យប្រជារាស្ត្របានសុខនោះព្រះមហាក្សត្រមិនបានតបតឡើយទ្រង់បានភៀសព្រះកាយជាសម្ងាត់ចេញពីព្រះរាជវាំងព្រះអគ្គមហេសីត្រូវបានគេធ្វើគុតព្រះមហេសីទី2បានភៀសព្រះកាយរួចព្រះបុត្រាត្រូវបានគេទុកចោលឲ្យនៅក្នុងព្រះដំណាក់តែអង្គឯងនៅនាទីចុងក្រោយមានទាសីដ៏ស្មោះត្រង់ម្នាក់បានតស៊ូជួយរំដោះព្រះបុត្រាឲ្យរួចពីការសម្លាប់របស់ព្រះបិតុលាព្រះអង្គទាសីបានបីបាច់ថែរក្សាព្រះបុត្រាយ៉ាងល្អបំផុតព្រះអង្គបានចម្រើនវ័យប្រកបដោយសុខភាពបរិបូរណ៍និងក្លាយជាកុមារមួយរូបគួរជាទីស្រឡាញ់ព្រះមហាក្សត្រថ្មីបានដឹកនាំដោយហិង្សានិងភេរវកម្មបង្កឡើងជាការខឹងសម្បារពីសំណាក់ប្រជាជនទូទៅថ្ងៃមួយមេទ័ពប្រចាំនគរបានធ្វើគុតព្រះអង្គហើយយាងអតីតព្រះមហាក្សត្រមកសោយរាជ្យវិញបានសោយរាជ្យភ្លាមព្រះមហាក្សត្របានធ្វើការប្រកាសរកមហេសីនិងព្រះបុត្រាមហេសីទី2ក៏បានត្រឡប់ចូលមកក្នុងវាំងវិញប៉ុន្តែព្រះមហាក្សត្រមិនទទួលស្គាល់ឡើយព្រះអង្គមានបន្ទូលថាមហេសីព្រះអង្គគឺអ្នកដែលមានព្រះបុត្រាយកមកជាមួយមហេសីទី2ដឹងថាព្រះបុត្រានៅមានព្រះជន្មហើយរស់នៅជាមួយទាសីម្នាក់ព្រះនាងក៏យាងទៅជួបទាសីនោះសុំយកកូនមកវិញជាធ្នូនឹងការផ្ដល់រង្វាន់យ៉ាងច្រើនឲ្យនាងទាសីបដិសេធព្រះនាងក៏យាងទៅរកតុលាការដើម្បីទាមទារសិទ្ធិជាម្ដាយរបស់ក្មេងតុលាការមិនអាចសម្រេចបានក៏នាំរឿងនេះទៅដល់ព្រះមហាក្សត្របន្ទាប់ពីទ្រង់ព្រះសណ្ដាប់រឿងរ៉ាវសពគ្រប់ហើយព្រះមហាក្សត្របានត្រាស់បង្គាប់ឲ្យដាក់រាជកុមារលើតុមួយពីមុខព្រះភ័ក្ត្រព្រះអង្គទ្រង់បញ្ជាឲ្យស្ត្រីទាំងពីរដណ្ដើមគ្នាយកព្រះបុត្រាអ្នកណាដណ្ដើមព្រះបុត្រាបានផុតពីតុអ្នកនោះនឹងត្រូវទទួលស្គាល់ថាជាព្រះមេដាព្រះកុមារស្ត្រីទាំងពីរខំប្រឹងដណ្ដើមព្រះបុត្រាយ៉ាងពេញទំហឹងព្រះមហេសីខំប្រឹងអស់ពីសមត្ថភាពដើម្បីយកព្រះបុត្រាឲ្យបានទាសីពោពេញដោយទឹកចិត្តអាណិតអាសូរបានសុខចិត្តលែងព្រះកុមារទៅឲ្យព្រះនាងទៅព្រះមហេសីបានបង្ហាញពីជោគជ័យរបស់ខ្លួនថ្វាយព្រះមហាក្សត្រដោយរីករាយតែព្រះអង្គបែរជាមានបន្ទូលថាអ្នកដែលជាម្ដាយពិតនោះគឺអ្នកដែលលែងព្រះកុមារឲ្យទៅគេពីព្រោះទឹកចិត្តជាម្ដាយតែងមានចិត្តអាណិតអាសូរនិងបារម្ភពីសុខទុក្ខរបស់កូនព្រះអង្គក៏សម្រេចរៀបអភិសេកជាមួយទាសីនោះហើយគង់នៅជាសុខរៀងរហូតមក